សាច់រឿងយើងក៏កាន់ម្ដងទៀតហើយក៏កាន់មកដល់លេងសិនយើងកំពុងតែនៅក្នុងបន្ទប់ហើយលេងសិនកំពុងតែដល់កម្មវិធីមួយដោយកម្មវិធីមួយហ្នឹងសម្បូរទៅដោយនារីកំពុងតែ live ហើយនារីដែលកំពុងតែ live ហ្នឹងសុទ្ធតែស្អាតតែម្ដងក៏ទាល់តែត្រង់ថាពួកហ្នឹងស្អាតបញ្ចាញ់ដល់ក្មេងតូចខ្ញុំទេហើយនៅពេលហ្នឹងផងដែរលេងសិនយើងក៏បាន log in ឬក៏ register account មួយផ្ទាល់ខ្លួនចឹងទៅហើយគាត់ក៏បានសាកចូលចុចមើល live របស់នារីផ្សេងៗបន្ទាប់ពីគាត់ចុចហើយគាត់ក៏បានឃើញនារីម្នាក់កំពុងតែ live ចឹងទៅហើយគាត់ក៏បានចាប់អារម្មណ៍នឹងនារីហ្នឹងផងដែរក៏ប៉ុន្តែគាត់ក៏គិតក្នុងចិត្តផងដែរថាតើប្រពន្ធមិនហ្នឹងអាចឲ្យខ្ញុំចាយវាលើនារីក្នុង live នេះតើបានទេហើយភ្លាមប្រពន្ធក៏បានលេងឡើងមកផងដែរប្រពន្ធក៏បាននិយាយបកស្រាយទៅលេងសិនយើងថាប្រកាសជាបានហើយក៏ប៉ុន្តែវាទាមទារអ្វីមួយយ៉ាងដែរគឺទាមទារឲ្យត្រួតពិនិត្យនារីទាំងអស់នៅក្នុង live ទាមទារពិនិត្យលើសម្រស់ឬក៏មុខមាត់បើសិនបើជាប្រព័ន្ធពិនិត្យហើយឃើញ perfect នោះប្រព័ន្ធនឹងយល់ស្របឲ្យផេលុយជាមិនខានហើយវាក៏រៀងពិបាកលើប្រព័ន្ធផងដែរគឺពិបាកក្នុងការត្រួតពិនិត្យនោះដោយសារតែស្ត្រីខ្លះមុខសុទ្ធតែមុនទេប៉ុន្តែខំប្រឹងលាបម្សៅបិទបាំងណាស់ធ្វើឲ្យប្រព័ន្ធមួយនេះពិបាកនឹងសន្និដ្ឋានណាដូច្នេះហើយបើល្អអ្នកគួរតែអាចណាត់នាងមកជួបខាងក្រៅក៏បានដែរហើយភ្លាមនឹងក៏កាន់មកដល់ការ live របស់កញ្ញាម្នាក់នេះវិញដោយ account របស់នាងមានឈ្មោះថាឈូហើយនាងក៏មានអ្នកគាំទ្រជាច្រើនផងដែរហើយអ្នកមើល live របស់នាងក៏បាន donate បាញ់លុយឬក៏ pay លុយឲ្យនាងចាយខ្លះផងដែរសាច់រឿងយើងក៏កាត់ពី live វិញមកដល់ឃើញបរិសម្នាក់នេះកំពុងតែអង្គុយមើល live របស់ឈូហ្នឹងឯងដោយបរិសម្នាក់ហ្នឹងមានឈ្មោះថាស៊ូសាវដែលស៊ូសាវហ្នឹងបាន pay លុយទៅឲ្យឈូចំនួន 10000 យន់ដល់ពេលហ្នឹងលៀនស៊ិនក៏បានអង្គុយមើលគេ comment និង pay លុយផងដែរហើយលៀនស៊ិនក៏ភ្ញាក់ផ្អើលនៅ account មួយផងដែរដែល account ហ្នឹងមានឈ្មោះថាវ៉ាងជីអាប៉ែស៊ូសាវវាក៏បានឃើញ account លៀនស៊ិនវាក៏បានទៅចាត់ជាខ្លាំងហើយក៏បានឲ្យឈូ kick លៀនស៊ិនចោលទៅប៉ុន្តែ account លៀនស៊ិនយើងមិនមែនឈ្មោះថាលៀនស៊ិនណាគ្នាឈ្មោះផ្សេងពីឈ្មោះប៉ាត់របស់គាត់លៀនស៊ិនហ្នឹងកញ្ញាឈូមួយហ្នឹងមុននឹង kick លៀនស៊ិនយើងហ្នឹងត្រូវអង្គុយកាត់ផងដែរថាបើនាង kick account លៀនស៊ិនទៅប្រហែលជាវាមិនអីទេព្រោះឯពេលនេះការប្រកួតជិតចាប់ផ្ដើមហើយពឹងទៅលើស៊ូសាវតែមួយក៏វាមិនអីដែរបើមានអ្នកជ្រៀតជ្រែកមកទៀតវាប្រហែលជាគ្មានផ្ដល់ផលអ្វីដល់ខ្ញុំដែរពួកគេប្រហែលជាមិនផ្ដល់អំណោយឲ្យខ្ញុំទេហើយឈូមួយហ្នឹងក៏បាន kick តួប្រុសយើងចោលផងដែរហើយលីស៊ិនក៏ភ្ញាក់ផ្អើលផងដែរដែលថានាងហ៊ានដកខ្ញុំចេញផងតើមែនទេអូខេខ្ញុំនឹងទៅមើល live អ្នកប្រកួតជាមួយនឹងនាងហើយនឹងផ្ដល់ប្រាក់រង្វាន់ឲ្យគេជាច្រើននាងចាំមើលទៅការប្រកួតក៏បានចាប់ផ្ដើមឈូជាមួយនឹងសាំងដោយចាប់ផ្ដើមការ live មកហ្នឹងឈូក៏បាននិយាយទៅក្នុង live ថាបងស្រីតើអ្នកមានសង្ឃឹមណាឈ្នះខ្ញុំដែរឬទេកញ្ញាសាំងក៏បាននិយាយតបក្នុង live វិញដែរថាអ្នកសុំកុំមើលខ្ញុំអីទោះជាយ៉ាងណាក៏ដោយក៏មានអ្នកគាំទ្រនិងអ្នក follow ខ្ញុំច្រើនផងដែរការព្យាយាមគង់តែបានសម្រេចទេដោយការ live អ្នកទាំងពីរហ្នឹងអ្នកទាំងពីរក៏បានប្រជែងស្នាដៃឬក៏ស្អីចឹងទៅខ្ញុំមិនសូវដឹងទេហើយយើងក៏បានឃើញភាពខុសគ្នាផងដែរទឹកប្រាក់ខាងឈូមានចំនួនឡើង5សែនជាងអីណោះហើយចំណែកទឹកប្រាក់ខាងសាំងវិញមានចំនួនតែ2សែនទេហើយក៏សូមអធិស្ឋានណាគ្នាដែរខ្ជិលអាលកន្ទុយចឹងណាដោយសាំងនាងនៅតែខំដដែលនាងខំបញ្ចេញ style ថ្មីដើម្បីឲ្យអ្នកគាំទ្ររបស់នាងផេលុយឲ្យនាងព្រោះថានាងមិនចង់ចាញ់ឈូនោះទេហើយភ្លាមហ្នឹងក៏មាននរណាម្នាក់ផងដែរបាន donate នាគមាសឲ្យទៅនាងមួយធ្វើឲ្យអ្នកក្នុង live ហ្នឹងភ្ញាក់ផ្អើលជាខ្លាំងអាប៉ែស៊ូសាមនេះវាក៏បានភ្ញាក់ផ្អើលផងដែរវាក៏បានថាតើនរណាទៅបានផ្ដល់នាគមាសនេះឲ្យទៅសាំងនោះដោយនាគមាសនេះវាជាកាដូធំណាស់ដែលមានតម្លៃ 15000 យន់ឯណោះហើយសាំងក៏បានបញ្ចេញ style អរគុណក្នុង live ផងដែរហើយនាងអរគុណត account កណ្ដាលមួយដែលមានឈ្មោះថា For to have money ដោយបកប្រែជាសារខ្មែរថាក្រីក្រពេកដើម្បីមានលុយហើយខ្ញុំក៏ខ្ជិលអាន account ឈ្មោះក្រីក្រពេកដើម្បីមានលុយទៅណាយើងអានថា account របស់ LinkedIn ហ្មងទៅណាដល់ពេលហ្នឹងឈូក៏បានឃើញពីឈ្មោះ account មួយនេះនាងក៏បានភ្ញាក់ផ្អើលផងដែរហើយនាងក៏បានសោកស្ដាយផងដែរដោយសារតែនាងបាន kick LinkedIn ចោលចឹងណាដែល LinkedIn យើងបាញ់អំណោយតែមួយគឺមិនល្អចិត្តទេក៏បានបាញ់ជាច្រើនទៀតផងដែររហូតធ្វើឲ្យអ្នកទាំងពីរហ្នឹងភ្ញាក់ផ្អើលនឹងអំណោយជាច្រើននេះផងដែរហើយទឹកប្រាក់របស់អ្នកទាំងពីរហ្នឹងក៏ចិត្តឡើងទៅដល់ស្មើគ្នាបាត់ទៅហើយអាប៉ែស៊ូសាមនេះវាក៏បានភ្ញាក់ផ្អើលនឹងអំណោយជាច្រើននេះផងដែរហើយLinkedIn យើងក៏មិនបញ្ឈប់ត្រឹមនេះផងដែរក៏បានចុចឲ្យអំណោយនាគមាសហ្នឹងជាច្រើនទៀតផងដែរចង់ធ្វើឲ្យapp line មួយហ្នឹងចង់ air ឬចង់កាំងចឹងណាហើយគាត់ចុចហើយក៏មិនខ្វល់ពីប្រាក់ផងដែរព្រោះអីប្រាក់ហ្នឹងមិនមែនបើគាត់ហងបោះ system សិនហ្នឹងហើយប្រាក់បោះ system ហ្នឹងក៏វាមិនតិចដែរច្រើនលើលុបខ្លាំងមែនតើអាប៉ែស៊ូសាវនេះវាឃើញអំណោយច្រើនហើយក៏កាំងផងដែរអស់អីវាចាតែម្ដងចំណែកឯឈូមួយនេះក៏បាននៅស្កឹងតែម្ដងព្រោះអីនាងក៏បានគិតថាអំណោយនាគមាសមួយនេះវាពិតជាច្រើនណាស់ចំនួនរហូតដល់តែ1600ឯណោះបើថាគិតជាទឹកប្រាក់វិញវាប្រហែលជា24លានឯណោះវាពិត
ពិតជាច្រើនរលត់ខ្លាំងមែនទែនសៀងនៅក្នុង live ក៏នាងមិនមានអ្វីនិយាយច្រើនដែរនាងមានតែពាក្យថាអរគុណតែប៉ុណ្ណោះហើយភ្លាមសៀងក៏បាននិយាយក្នុង live ទៅកាន់ឈូថាដល់ពេលនេះនាងបានចាញ់ខ្ញុំទាំងស្រុងបាត់ទៅហើយមិនបាច់គិតអ្វីច្រើនទេនាងគ្រាន់តែធ្វើតាមពាក្យសម្ដីនាងដែលបាននិយាយក្នុង live តាំងពីពេលមុនទៅហើយពេលហ្នឹងឈូបើកភ្នែកធំជាខ្លាំងហើយមិនដឹងថាពាក្យសម្ដីអ្វីដែរគ្នាយើងឲ្យចាំតែមើលទៅនេះឈូនាងក៏បានធ្វើតាមពាក្យសម្ដីផងដែរក៏បានបញ្ចេញក្បាច់អ្វីក៏មិនដឹងដែរខ្ញុំមិនដឹងថាបរិយាយកន្លែងហ្នឹងយ៉ាងម៉េចដែរគ្នាយើងឲ្យសមរម្យនោះអញ្ចឹងក៏សុំកាត់កន្លែងហ្នឹងចោលមួយអត់បាននិយាយទេការ live មួយហ្នឹងក៏បានចាប់ទុកលៀនសៀនយើងគឺជាស្ដេចនៃការ donate អីចឹងទៅគឺជាមនុស្សបុគ្គលម្នាក់ដែលបាន donate លុយច្រើនខ្លាំងមែនតើហើយការមកដល់ការ live របស់សៀងវិញសៀងក៏បានអរគុណតួប្រុសយើងសាជាថ្មីផងដែរអរគុណហើយបងប្រុសលៀនសៀនខ្ញុំពិតជាអរគុណអ្នកខ្លាំងមែនតើខ្លាំងតែម្ដងហើយខ្ញុំសូមបញ្ជាក់ផងដែរអ្នកគ្នាអ្នកនឹង live ហ្នឹងអត់ស្គាល់ឈ្មោះពិតរបស់តួប្រុសយើងលៀនសៀនចឹងណាលៀនសៀនបន្ទាប់ពីមើល live ហើយគេក៏បានចុចមើលកន្លែងដែលផ្ញើសារក៏បានឃើញគេផ្ញើសារមកជាច្រើនផងដែររួមមានទាំងសាររបស់សៀងនិងសាររបស់ឈូផងដែរហើយវល់តែប្រាប់ពីសាររបស់សៀងនិងសាររបស់ឈូហ្នឹងផ្លេចសាររបស់អាជីនវាងជីនវូអីគេនោះយ៉ាប់មែនហ្មងអើយដល់ទីមួយហ្នឹងលោតជីនវាងមកហ្នឹងបាននិយាយទៅតួប្រុសយើងថាមាននិយាយច្រើនទេគ្រាន់តែគេឆាតមកសុំទោសលៀនសេនយើងដល់ថាគេបានខ្វាក់ភ្នែកដល់មើលលៀនសេនយើងមិនឃើញពិតជាមិនស្គាល់ភ្នំកពរណាទេហើយសៀងក៏ឆាតមកក៏មិននិយាយអ្វីច្រើនដែរគ្រាន់តែឆាតមកអរគុណលៀនសេនយើងចឹងទៅនាងមានតែពាក្យអរគុណទេមិនដឹងថានាងបរិយាយយ៉ាងម៉េចទៀតដើម្បីតបស្នងទៅលៀនសេនយើងវិញនោះហើយនាងក៏បានផ្ដល់លេខទូរស័ព្ទមួយខ្សែឲ្យទៅលៀនសេនយើងផងដែរហើយចំណែកឯឈូវិញបានមេសេចមកលៀនសេនយើងក៏មិនមានពាក្យអ្វីច្រើនដែរគ្រាន់តែសុំទោសចឹងទៅនាងមិនមានចេតនាដើម្បី kick លៀនសេនយើងចេញទេគឺដោយសារតែសួរសៅទេបានបង្ខិតបង្ខំនាងនោះហើយនៅពេល live ហ្នឹងនាងរៀបនឹងរកដកសួរសៅចេញបាត់ទៅហើយប៉ុន្តែគេបានចេញទៅខ្លួនឯងហើយខ្ញុំក៏សុំទោសអ្នកខ្លាំងផងដែរដើម្បីជាការតបស្នងនោះខ្ញុំសូមណាត់ជួបអ្នកនៅខាងក្រៅផងដែរដើម្បីសុំទោសលៀនសេនយើងចឹងទៅហើយនាងក៏បាននិយាយថាប្រហែលជាតួប្រុសយើងហ្នឹងនៅទីក្រុងនេះផងដែរហើយទីក្រុងមួយហ្នឹងគឺមានឈ្មោះថាទីក្រុងយ៉ែនជាកនាងដឹងហ្នឹងដោយសារតែនាងបានចូលឆែកប្រវត្តិរូប account តួប្រុសយើងចឹងទៅណាហើយនាងក៏បានគិតក្នុងចិត្តផងដែរថាសម្រស់របស់នាងក៏ស្អាតផងដែរបើសិនជាបានណាត់គ្នានៅខាងក្រៅនោះនាងនឹងតាក់តួប្រុសយើងចឹងទៅឲ្យតួប្រុសយើងចំណាយលុយលើនាងឲ្យច្រើនតែម្ដងកញ្ញាឈូម្នេះពិតជាមុខលុយខ្លាំងមែនតើអត់មានកាត់ទេលេងសិនយើងឃើញសារនេះហើយនិយាយចឹងទៀតគេក៏មិននិយាយអ្វីច្រើនដែរក៏សប្បាយចិត្តផងដែរហើយក៏មិនខ្វល់ថាណាបោកគេបោកអីផងដែរគេគ្រាន់តែចង់ចំណាយលុយច្រើនតែប៉ុណ្ណោះក៏បានយល់ព្រមណាត់ជួបគ្នាជាមួយនឹងឈូផងដែរឈូនៅពេលនេះនាងក៏បានសប្បាយចិត្តជាខ្លាំងហើយក៏បានថើបទូរស័ព្ទមកខ្សើហើយខ្ញុំក៏សូមសំណូមពរផងដែរសូមឲ្យទូរស័ព្ទនឹងវាបានផ្លាស់ប្ដូរទៅជាអ្នកកំពុងតែមើលវិញហើយនៅភាគទី3របស់យើងនេះក៏បានបញ្ចប់តែត្រឹមនឹងផងដែរបាយអ្នកគ្នា